ចូលឆ្នាំហ្នឹងបងអូនមានកម្រងទៅលេងណានៅបើអត់ទាន់មានទេអាចអញ្ជើញមកលេងនៅនេះបាននៅចិត្តពេញយើងតានៅនេះមានម្ហូបខ្មែរឆ្ងាញ់ច្រើនមុខកញ្ចក់អង្គុយមានផាសុខភាពទេសភាពស្អាតថៃដុតនំបញ្ចុកនេះតំណងខ្លាំងណាស់សាច់ថៃស្វិតថ្មីបន្លែស្រស់ៗល្អខ្ញុំទៅលេងលក្ខណៈគ្រួសារធំហៅមាន់ដុត2ហ្មងឲ្យគាត់ប្រើតែមាន់សែមាន់ដុតទឹកដូងរសជាតិឆ្ងាញ់ល្មមញ៉ាំសាច់ឡើងទន់ជូស៊ីហ្មងឲ្យមានថែមឆាតកួនឲ្យទៀតបើឈុតអាហារសម្រន់នេះវិញខ្ញុំញ៉ាំអត់ទាន់ក្មេងៗសោះអូនទៅលេងមានអូនតូចៗអីគាត់ចូលចិត្តអញ្ចឹងណាសាច់គ្រាប់ប្រហិតសាច់គោអាំងអីចងសែគាត់ដាក់ឲ្យថ្មីល្អមែនតើបើនិយាយពីប្រហុកអាំងលើជ្រុញនេះគ្រាន់គេលើកមកឈ្ងុយមកបន្លែលក់ដាក់ឲ្យគ្រប់មុខស្រស់ៗថ្មីៗហ្មងម្ហូបរៀងក្រៀមខ្វះដែរហើយហៅសឡកកថែមមួយចានទៀតទៅមានថែមម្ជូរស្វាយលាងមាត់ទៀតបងអូនឃើញម្ហូបតំណងអញ្ចឹងនឹកដល់អ្នកណាដែរគាត់មានលក់ម្ហូបខ្មែរច្រើនមុខច្រើនចម្រើសហ្មងបងអូនចង់កំងអីក៏មានដែរតម្លៃសមរម្យទទួលយកបានគាត់ក៏មានបើកហាងកាហ្វេដែរបងអូនចង់មកលេងថតរូបញ៉ាំអីតិចតួចក៏បានដែរគាត់ប្រើ matcha ceremonial grade មកពីប្រទេសជប៉ុនក្លិនឈ្ងុយខ្លាំងពោះឲ្យរសជាតិដិតល្អហ្មងគាត់ក៏មានដងក្អោបធម្មជាតិដែរណាញ៉ាំហើយត្រជាក់ដល់បេះដូងកន្លែងគាត់មានទីធ្លាធំម៉ាហើយមាន playground ទៀតបងអូនមានអូនតូចអីឲ្យគាត់លេងដឹងតែសប្បាយមកប្លង់ថតរូបវិញអែមហ្មងបាត់និយាយទេកន្លែងណាក៏ស្អាតដែរសុទ្ធតែផ្កាមានដើមឈើមានរុក្ខជាតិពណ៌បៃតងចូលទៅតែជាអារម្មណ៍ស្រស់ស្រាយហ្មងចង់អង្គុយកន្លែងកូនក៏មានច្រើនដែរប៉ុន្តែចូលឆ្នាំនេះភ្ញៀវយ៉ាងច្រើនតិចតតែបងអូន booking មុនបានមានកន្លែងអង្គុយទីធ្លាកន្លែងគាត់ធំទលាយមែនតើបងអូនមានកម្រងរៀបចំកម្មវិធីជប់លៀងខូកណាត់អីគឺគាត់បើកទទួលទាំងកន្លែងដែលខ្ញុំទៅនេះឈ្មោះថាភូមិសម្បូរ Coffee and Eatery ទីតាំងស្រួលហងឯងបងអូនចូលតាមក្លោងទ្វារវត្តព្រែកឯងជីហួរកន្លែងនគរបាលការពារព្រំដែនហ្នឹងប្រហែលជា900ម៉ែត្រគឺទៅដល់ហើយចូលឆ្នាំនេះបងអូនមានកម្រងដើរលេងក្បែរពេញអីអាចមកលេងកន្លែងគាត់បានណាជួយ follow page អូនម្នាក់មួយផងអរគុណច្រើន